បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំជាគ្រូបរិញ្ញាម្នាក់នៅសាលាបឋមសិក្សាតមុតមានជ័យបាទនេះជាអត្តនិងខ្សាច់ដែលជាជំនួយរបស់ក្រុមប្រជាជនដែលមកជួយតាមរយៈភូមិឃុំបាទអញ្ចឹងអត្តនិងខ្សាច់បានមកដល់ទីតាំងហើយនៅខ្វះតែថ្មហើយនឹងស៊ីម៉ងទីជាតិគាត់នឹងដឹកមកតាមក្រោយប៉ុន្តែសាលារបស់យើងគឺខ្វះដីទ្របបាតបាទនោះកន្លែងទីតាំងដែលយើងត្រូវធ្វើអាគារហ្នឹងគឺមានចំនួន1ខ្នង3បន្ទប់ទីតាំងនេះដែរគឺត្រូវចាក់ដីបន្ថែមដីរបស់យើងគឺខ្ទង់ជា300ទៅ400ឡានទើបអាចចាក់ទ្របបាតនេះបានចឹងក្នុង1ឡានតម្លៃ 25,000 បាទចឹងសូមសំណូមពរដល់សូមប្រជាជនទាំងអស់ដែលមានចិត្តសម្រស់ធម៌ជួយជាដី1ឡាន2ឡានក៏បានដើម្បីឲ្យយើងឆាប់បានកសាងចឹងឆាប់បានកសាងឆាប់បានក្មេងសិក្សាដោយសារឥឡូវគឺខ្វះបន្ទប់សាលារៀនច្រើនបងប្អូនមើលទៅខាងនោះទៅដឹងហើយគឺបន្ទប់សាលានោះគឺអត់មានជាងទេហើយបរិញ្ញាគឺបរិញ្ញានៅកណ្ដាលវាលបាទអញ្ចឹងសូមរស់ជនទាំងអស់គ្នាជួយដល់ក្មេងៗដែលសិក្សានៅសាលាតមុតមានជ័យឃុំផ្អែស្រុកព្រះវស្សាខេត្តឧត្តរមានជ័យនេះផងបាទសូមអរគុណ